ព្រមព្រៀងគេជាមួយនឹងគេខ្លួនឯងប៉ុន្តែចុងក្រោយគាត់តាំងរលេះហ្នឹងប្តឹងទីលុយពីខាងប្រុសនេះគឺជាសាច់រឿងរបស់ follow របស់ខ្ញុំណាអ្នកនរគ្នាដំបូងខ្ញុំអត់ចង់អីទេប៉ុន្តែថ្ងៃហ្នឹងមានអ្នកឆាតមកអញ្ចឹងទៀតប៉ុន្តែពួកគាត់ផ្សេងគ្នាណាអ្នកនរគ្នាដូចគ្នាសាច់រឿងដូចគ្នាអញ្ចឹងទៅក៏ខ្ញុំគិតថាអូប្រហែលជាមានអ្នកផ្សេងទៀតគាត់ជុំរឿងបែបហ្នឹងហើយប្រហែលជាគាត់គិតបែបហ្នឹងដែរអញ្ចឹងក៏ខ្ញុំគិតថាខ្ញុំសុំប្រធានបទពួកគាត់ហ្នឹងដើម្បីធ្វើវីដេអូហ្មងទៅសាច់រឿងហ្នឹងគឺវាអញ្ចេះពួកគាត់ស្រឡាញ់គ្នាជាលក្ខណៈសង្សារអីអញ្ចឹងណាក្មេងៗហើយគាត់ក៏សម្រេចចិត្តថានៅជាមួយនឹងគ្នាម្នាក់មួយនោះហ្នឹងគឺគាត់នៅគ្នាច្រើនឆ្នាំហើយដូចប្តីប្រពន្ធអញ្ចឹងគ្រាន់តែថាពេលដែលនៅមួយគ្នាយូរទៅវាអត់ចុះសម្រុងនឹងគ្នាដល់ពេលអញ្ចឹងទៅគាត់ក៏ចង់បែកតែម្នាក់ប្រុសហ្នឹងអត់ព្រមដោះលែងគាត់ទេព្រោះអីគាត់ថាម្នាក់ស្រីហ្នឹងជាកម្មសិទ្ធិរបស់គាត់ប៉ុន្តែចាក់ស្ដាយណាម្នាក់ប្រុសហ្នឹងនិយាយមែនអត់ល្អមែនអត់ល្អត្រង់ថាលេងល្បែងស៊ីផឹកស្រីញីអូនបងអីអញ្ចឹងជាទង្វើដែលគាត់ឆ្អែតដែលគាត់ចង់ដើរចេញតែម្នាក់ប្រុសហ្នឹងអត់ព្រមដោះលែងគេចង់បានលុយគេអីមែនទេគាត់ថាគាត់ស្រឡាញ់ប៉ុន្តែទង្វើមួយហ្នឹងគឺគាត់ធ្វើត្រែច្រើនដងអីអញ្ចឹងទៅតែសាច់រឿងរបស់ប្អូនម្នាក់មួយទៀតហ្នឹងគាត់តាក់ទងនេះជាលក្ខណៈសង្សារស្ទាវឯងប៉ុន្តែគាត់នៅជាមួយនឹងគ្នាអីអញ្ចឹងទៅហើយនៅពេលដែលកេងជាមួយនឹងគេហើយហ្នឹងគាត់ក៏ទៅប្រាប់មីងរបស់គាត់ហើយមីងរបស់គាត់យករឿងហ្នឹងទៅប្រាប់ក្រុមគ្រួសាររបស់គាត់ហើយនឹងចៃគាត់នៅពេលដែលខាងក្រុមគ្រួសារគាត់ដឹងអញ្ចឹងទៅគាត់ក៏ប្រាប់ហៅកូននឹងទៅសួរនាំថាចេះឥឡូវប្រាប់ម្នាក់ប្រុសហ្នឹងឲ្យចូលសួរនាំគាត់ឬក៏សែនតិចតួចដើម្បីចាស់ទុំដឹងឮព្រោះអីខ្មែរយើងណាមានអ្នកខ្លះគាត់ជឿថាខ្លាចចាស់ទុំប្រកាន់អីអញ្ចឹងទៅហើយខាងប្រុសហ្នឹងខាងខាងម៉ែអញ្ចឹងហើយខាងប្រុសហ្នឹងគាត់គ្រាន់តែឮអញ្ចឹងគាត់ថាហេតុអីចាំបាច់ត្រូវប្រាប់ក្រុមគ្រួសារអញ្ចឹងគាត់ប្លុកកូនស្រីហ្នឹងចោលហ្មងទៅកូនស្រីហ្នឹងគាត់ចង់ប្តឹងដើម្បីឲ្យខាងប្រុសសងសំណងមកកាន់គាត់សម្រាប់ណែគិតមិនមានគិតមិនចង់និយាយថាប្រងព្រៀងនៅមួយគេខ្លួនឯងបើយើងអត់អូខេបើគេចាប់បង្ខំយើងអាហ្នឹងchẳngប្តឹងគេតែនេះយើងជាសង្សារហើយយល់អត់នៅពេលដែលយើងជាសង្សារយើងព្រមនៅជាមួយនឹងគ្នាអាហ្នឹងមានន័យថាយើងព្រមទាំងពីរយើងទៅប្តឹងគេយកលុយមិនកើតបើយើងព្រមខ្លួនឯងហ្នឹងអាសូរតែគេចាប់បង្ខំយើងនេះគឺជាមូលហេតុដែលបងធ្វើវីដេអូឡើងព្រោះអីកន្លែងហ្នឹងក៏បងអត់យល់ព្រមដែរទោះខ្ញុំជាមនុស្សស្រីក៏តែទង្វើដែលគាត់ធ្វើហ្នឹងក៏វាអត់ត្រឹមត្រូវហ្មងនិយាយទៅចង់និយាយថាវាលំអៀងទៅខាងមនុស្សប្រុសពេកដូចគេចាស់ពីដើមនិយាយថាស្អីគេស្រីប្រកាន់ប្រុសប្រកែកយកគ្នាអញ្ចឹងចង់និយាយថាចេះស្រឡាញ់គ្នាតាក់ទងគ្នាយើងអ្នកព្រមព្រៀងទៅមួយគេខ្លួនឯងហើយចង់ក្រោយប្តឹងគេមានអារម្មណ៍ថាអយុត្តិធម៌សម្រាប់ខាងប្រុសអត់សម្រាប់ខ្ញុំមកតួខ្ញុំស្រីក៏ខ្ញុំនៅតែនិយាយថាអយុត្តិធម៌ដែរតាំងពីដើមឡើយវីដេអូដែលពួកខ្ញុំធ្វើពីច្រើនឲ្យអ្នកនរគ្នាស្រឡាញ់ឲ្យតម្លៃខ្លួនឯងកុំលុយថាទុកតែតាក់ទងគ្នាថ្មីថ្មោងទុកចិត្តគេស្រឡាញ់គេលះបង់ខ្លួនប្រាណដើម្បីគេនេះហើយគឺជាមូលហេតុដែលមនុស្សស្រីតែងតែទទួលបានការឈឺចាប់ហើយមានអ្នកសេតវ៉ាចិត្តច្រើនដោយសារតែមនុស្សប្រុសដោះដៃចោលគាត់នឹងឯងព្រោះអីខ្ញុំប្រាប់ឲ្យតើថាមនុស្សប្រុសមួយចំនួនស្មើឥឡូវគាត់ស្រឡាញ់ចង់បានតែខ្លួនប្រាណយើងទេនិយាយត្រែប៉ុន្តែនៅពេលដែលតាក់ទងគ្នាស្រឡាញ់គ្នាអូនបងជាមួយនឹងគ្នាព្រមមួយគេខ្លួនឯងចង់ក្រោយចង់ប្តឹងគេមិនព្រោះអីយើងក៏មានចំណែកខុសដែរណាហ្នឹងណាមិនគេខុសតែម្ខាងប្រយ័ត្ននៅពេលដែលប្តឹងគេមើងងាយយើងវិញតែប្រយ័ត្នគេមើងងាយទាំងក្រុមគ្រួសារព្រោះដោយសារអញ្ចេះអារឿងហ្នឹងមុននឹងយើងធ្វើអីមួយគឺយើងពិភាក្សាទាំងសងខាងហើយត្រូវអត់យើងជាមនុស្សស្រីបើយើងអត់អូខេខាងប្រុសគេជាសង្សារគេស្រឡាញ់យើងគេឲ្យតម្លៃក៏គេមិនព្រមធ្វើអញ្ចឹងដាក់យើងដែរប៉ុន្តែយើងអូខេជាមួយនឹងគេព្រមព្រៀងហើយហេតុអីបានយើងត្រូវទៅប្តឹងគេហើយមួយទៀតនៅពេលដែលប្តឹងផ្ដាល់រឿងហ្នឹងគឺបែកស្ងាញ់អញញ៉ៃហ្មងរឿងតូចទៅជាធំពេលខ្លះអញ្ចឹងព្រោះអីដោយសារអីអ្នកនរគ្នាជឿអត់ថាលុយរបស់គេមិនឲ្យយើងមកដោយស្រួលទេមុននឹងគេឲ្យសំណងអ្នកនរគ្នាក៏គេហែកហួរអ្នកនរគ្នាខ្ទេចខ្ទីដែរអញ្ចឹងខ្ញុំបានប្រាប់ទៅកាន់ follower ខ្ញុំថាចេះបើសិនជាជ្រុលតែនៅមួយគ្នាហើយនៅអត់ចុះសម្រងបែកគ្នាដោយសន្តិវិធីកុំគិតថានៅមួយគេរាប់ឆ្នាំចង់ទាសំណងខ្លះធ្វើអញ្ចឹងគឺវាអយុត្តិធម៌សម្រាប់ខាងប្រុសហ្នឹងនេះគឺជាផ្លូវដែលយើងបានជ្រើសរើសយើងត្រូវតែចេះទទួលខុសត្រូវនៅការសម្រេចចិត្តខ្លួនឯងហើយកាប់ថ្មចំណាំថាលើកក្រោយកុំឲ្យកំហុសដដែលហ្នឹងកើតឡើងលើជីវិតយើងច្រើនដងពេកទទួលស្គាល់ថាអញ្ចេះអ្នកណាក៏ធ្លាប់សាងកំហុសហើយតែមិនមានន័យថាកំហុសគួរតែកើតឡើងដដែលព្រោះផ្លូវហ្នឹងយើងធ្លាប់ដើរយើងដឹងថាវាមិនអីចុះហេតុអីបានជានៅចង់តែដើរផ្លូវតារាហ្នឹងទៅអញ្ចឹងបានថាខ្ញុំអត់យល់ព្រមទេថ្ងៃហ្នឹងមាន follower ខ្ញុំបែបហ្នឹងឆាតមកអញ្ចឹងខ្ញុំគិតថានឹងមានអ្នកផ្សេងទៀតគាត់គិតបែបហ្នឹងអញ្ចឹងបានថាចេះវាអត់មានអីសំខាន់ជាងការដែលយើងស្រឡាញ់នឹងឲ្យតម្លៃខ្លួនឯងនៅពេលដែលអ្នកនរគ្នាចេះស្រឡាញ់នឹងឲ្យតម្លៃខ្លួនឯងគ្មានមនុស្សប្រុសណាគេមកញ៉ៃមួយយើងឯងដូចបងអូនខ្ញុំនិយាយចឹងបើយើងមិនព្រមក៏គេគ្មានអីគ្មានហ៊ានបខំយើងដែរខ្ញុំហ៊ាននិយាយចឹងហ្មងព្រោះអីបើសិនជាគេបខំយើងអានឹងយើងអាចផ្ដឹងយើងស្រែកអញ្ចឹងបានប៉ុន្តែនេះយើងព្រមព្រៀងខ្លួនឯងមែនណាខ្ញុំនិយាយមែនណាបើទៅជាមនុស្សប្រុសខ្លះគាត់គេមួយណាគេឲ្យគាត់ដើរទៅប្រាប់គេ
ពេលខ្លះក៏មិនបានន័យថាគាត់នឹងដល់កាប់បានមនុស្សច្រើនហើយគេត្រូវតែជឿគាត់ដែរប៉ុន្តែបើសិនជាអ្នកទាំងអស់គ្នាហ៊ានតែនៅមួយគេហើយអ្នកទាំងអស់គ្នាផ្ដឹងបែបហ្នឹងមុននឹងបានលុយពីម្នាក់ប្រុសហ្នឹងអ្នកមុននឹងបានលុយខ្ញុំជឿអ្នកទាំងអស់គ្នាអត់មានមុខទៅចូលភូមិទៅជួបម៉ាក់ប៉ាបងប្អូនហ្មងពួកអីយើងជាមនុស្សស្រីតែងតែគាត់ដាក់បន្ទុកថាយើងហ្នឹងហើយគឺជាអ្នកដែលខុសច្រើនជាងហ្មងអញ្ចឹងបានខ្ញុំប្រាប់ពលរដ្ឋខ្ញុំថាបើនៅមួយគ្នាអត់កើតទេដើរចេញបើនៅមួយគ្នាអត់កើតទេសម្រាប់ថាលើកហេតុផលដាក់លើតុហើយបែកគ្នាដោយសន្តិវិធីកុំឲ្យគេនៅពេលដែលប្តឹងនៅមុខកន្លែងចៅសង្កាត់ឬក៏អីហ្នឹងណាគេព្រមបកលុយឲ្យយើងប៉ុន្តែគឺគុំគួនយើងគេអាចនឹងធ្វើបាបយើងសិតតែមើលអត់ឃើញទាំងអស់ហ្នឹងគឺសិតតែជាបញ្ហាដែលអ្នកនរគ្នាត្រូវដឹងថាប៉ូលីសគេមិនបាននៅមួយយើង24ម៉ោងទេបើសិនជាម្នាក់ហ្នឹងមានកំណត់អាក្រក់លើយើងក៏យើងអត់ដឹងថានឹងត្រូវធ្វើមិនដែរព្រោះប៉ាម៉ាក់យើងមិននៅមួយយើងរហូតទេអញ្ចឹងបើសិនជានៅមួយគ្នាអត់កើតយើងចាត់ទុកថាជាកំហុសយើងពាក់កណ្ដាលដែរមិនមែនគេទាំងស្រុងទេនៅមួយគ្នាអត់កើតដើរចេញគុំរកវិធីស្មុកគ្រោកនឹងដើម្បីចង់បានលុយគេលុយហ្នឹងគឺលុយក្តៅកាហាយគ្រាន់តែប្រាប់ប៉ុណ្ណឹងខ្ញុំស្រឡាញ់ខ្លួនឯងមើលថែខ្លួនឯងឲ្យតម្លៃខ្លួនឯងមិនមែនមានន័យថាជួបរឿងបែបហ្នឹងជីវិតអ្នកនរគ្នាគ្មានតម្លៃទេព្រោះអីនៅពេលដែលគាត់វយមកខ្ញុំគាត់យំគាត់ថាគ្រូសាគាត់បន្ទោសគាត់ឲ្យគ្រូសាគាត់ដាក់បន្ទុកមកកាន់គាត់ឲ្យគ្រប់គ្នាអត់ស្រឡាញ់គាត់ចង់បោះបង់ខ្លួនឯងខ្ញុំចង់ប្រាប់ថាចារឿងបែបហ្នឹងមិនមែនកើតលើតាណែឯងទេអ្នកផ្សេងគេជួបដែរជឿបងព្រោះពួកបងធ្វើក្នុងវិស័យនេះគឺបងដឹងជនរងគ្រោះមានច្រើនណាស់ហើយតម្រាំតែមនុស្សម្នាក់ដែលគេរឹងមាំមកដល់បច្ចុប្បន្នហ្នឹងរឿងដែលគេជួបក៏មិនតិចដែរអញ្ចឹងមានន័យថាចាវាជាចំណុចមួយដែលធ្វើឲ្យគេរឹងមាំដែររឿងខ្លះនៅពេលដែលឃើញគេផុសលយហឺហាមិនមែនថាជីវិតគេដឹងតែសុបាយរហូតទេជីវិតមនុស្សម្នាក់ឆ្លងកាត់រឿងច្រើនណាស់គ្រាន់តែថាគេអត់អាចបង្ហាញយើងបានទេអញ្ចឹងទៅអញ្ចឹងស្រឡាញ់ឲ្យតម្លៃខ្លួនឯងខំប្រឹងធ្វើការរលុយបើសិនជានៅរៀនខំប្រឹងរៀនហើយកសាងខ្លួនឯងឡើងវិញកុំឲ្យកំហុសមួយហ្នឹងកើតឡើងត្រាត្រែលហើយទទួលយកការពិតថាយើងពិតជាបានសាងកំហុសមួយហ្នឹងហើយអាប់ដេតខ្លួនឯងឲ្យទៅជាមនុស្សដែលប្រសើរជាងមុននឹងគឺជារឿងដែលឯងត្រូវធ្វើមិនមែនអូនឯងទៅគិតមើលរឿងអតីតកាលហើយនៅពេលដែលគេដោះដៃចោលយើងគេប្លុកយើងហើយយើងគឺជាមនុស្សដែលគ្មានតម្លៃដូចគេនិយាយទេពេលខ្លះយើងកុំយកអតីតកាលហ្នឹងយកមកសម្លាប់ខ្លួនឯងអត់មានណាគេសម្លាប់យើងទេប៉ុន្តែយើងអាចសម្លាប់ខ្លួនឯងដោយសារតែយកអតីតកាលយកមកគិតដដែលបោះវាចោលទៅហើយបើសិនជារឿងហ្នឹងដឹងថាខ្លួនឯងខុសហើយកុំធ្វើទៀតកុំឲ្យមានជាលើកទី2អាហ្នឹងគឺជាការដែលកាយខ្លួនដ៏ល្អហ្មងអញ្ចឹងអ្វីដែលពីពួកខ្ញុំទៅមានតែស្រឡាញ់មើលថែខ្លួនឯងលុបបំបត្តិអតីតកាលទៅបើសិនជាគ្រួសារយើងគាត់ដាក់បន្ទុកគាត់បន្ទោសយើងបណ្ដោយគាត់សិនទៅប៉ុន្តែសំខាន់យើងនេះយើងប្រឹងផ្លូវចិត្តខ្លួនឯងបានល្អយើងត្រូវធ្វើអ្វីដើម្បីខ្លួនឯងព្រោះមនុស្សណាក៏គេចេះខុសដែរប៉ុន្តែកុំយកអារឿងខុសម្ដងហើយម្ដងទៀតច្រំដែរហ្នឹងវាជាចេតនាបណ្ដោយគេអត់ដែរគិតថាវាជាកំហុសទេអ្នកប្រុសហ្នឹងបានប្លុកគាត់ជាមូលហេតុដែលគាត់សួរថាអាហ្នឹងគេដោះដៃមែន Yes អាហ្នឹងគឺការដោះដៃគេស្រឡាញ់ខ្លួនឯងចង់បានតែខ្លួនឯងឥឡូវគេជោគជ័យឯងគេអត់មានអីត្រូវខ្វល់ពីខ្លួនឯងទៀតទេនេះគឺជារឿងដែលបងតែងតែនិយាយម្ដងហើយម្ដងទៀតនៅក្នុងវីដេអូហ្មងគ្រាន់តែពេលខ្លះមនុស្សយើងចង់សាកអីដល់ខ្លួនឯងចង់សាកអីថ្មីមនុស្សយើងពេលខ្លះបទពិសោធន៍ដែលគេនិយាយបើសិនតំណងក៏យក apply ទៅកុំចាំតតែកើតឡើងលើជីវិតខ្លួនឯងព្រោះគេឆ្លងកាត់ហើយទៅគេមកចែកម្លែកយើងហ្នឹងហើយលុយអាចទិញបទពិសោធន៍មនុស្សបានទេព្រោះបទពិសោធន៍មួយតម្ងគេរឹងមាំគេឆ្លងកាត់ជីវិតដ៏ជូរចត់ហ្នឹងណាអញ្ចឹងគេនិយាយពេលខ្លះបើយើងក្មេងស្ដាប់គេខ្លះទៅបើជំនាន់បងនៅក្មេងមានគេចែកម្លែកចឹងមិនដឹងសុបាយប៉ុណ្ណាមែនតាអាហ្នឹងត្រូវជីវិតឆ្លងកាត់ខ្លួនឯងត្រូវយល់អីថ្មីហើយត្រូវស្ដាប់ពីអ្នកទាំងអស់គ្នាដើម្បីចែកម្លែកទៅកាន់អ្នកផ្សេងតទៀតអញ្ចឹងបានថាអ្វីដែលល្អយើងយកទៅកុំដល់ថ្នាក់តតែឆ្លងកាត់ខ្លួនឯងបានយល់អារម្មណ៍ហ្នឹងចុះអ្នកខ្លះគ្នាមិនមែនតែមានផ្លូវចិត្តរឹងមាំណាដែលត្រូវទទួលរងថ្មបាក់រហូតអញ្ចឹងអត់អាចទេអញ្ចឹងព្យាយាមធ្វើមិនក៏ដោយកុំឲ្យវាកើតមកលើយើងតន់ព្រោះអាហ្នឹងវាសិតតែជាវិបត្តិសេរីនៃជីវិតរបស់យើងហើយអ្នកណាគេរឹងមាំខ្លាំងគេមានថ្ងៃហ្នឹងក៏សើគេទៅតែបើសិនជាមិនរឹងមាំទេប្រឹងសមត្ថភាពខ្លួនឯងវិញកុំបដ ாய் ខ្លួនឯងបែបហ្នឹងយើងមានតម្លៃយើងដែរហើយបើពីបងមិនមែនម្នាក់ប្រុសនឹងបោះបង់ខ្លួនឯងមានន័យថាណៃជាមនុស្សអត់តម្លៃទេតម្លៃយើងគឺយើងជាអ្នកកំណត់បើសិនជាណៃទៅដើរសួរគេថាតើខ្ញុំមានតម្លៃកម្រិតណាមនុស្សម្នាក់នឹងដាក់តម្លៃណៃផ្សេងគ្នាអញ្ចឹងជីវិតយើងអាចត្រូវរស់នៅដោយសារមតិយោបល់របស់អ្នកដទៃមិនបាច់ស្ដាប់អ្នកដទៃច្រើនពេកខំប្រឹងធ្វើការរលួយពង្រឹងសមត្ថភាពខ្លួនឯងអូនឯងនឹងជួបមនុស្សល្អដែលគេស័ក្តិសមនឹងទទួលបានអូនឯងអ្នកណានិយាយគេអត់ដឹងទេគេឲ្យគេយល់អំពីរឿងរ៉ាវដែលអូនឯងជួបឲ្យគេឈឺចាប់ឲ្យគេ feel you គឺអត់មានតែគេ feel អូនឯងអញ្ចឹងសម្រាប់បងមើលថែខ្លួនឯងឡើងវិញ focus ខ្លួនឯងឲ្យតម្លៃមកកាន់ខ្លួនឯងស្រឡាញ់ខ្លួនឯងសាងខ្លួនឯងឡើងវិញនេះគឺជាអីដែលឯងត្រូវធ្វើហើយសម្រាប់ពួកបងគឺមានតែប៉ុណ្្នឹងទេជួបគ្នាជាមួយនឹងវីដេអូក្រោយបាយបាយ